ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់បរិសម្នាក់នេះដែលគាត់មានឈ្មោះថា Donnie Yen ដែលនៅក្នុងប្រទេសកម្ពុជារបស់យើងតែងតែហៅគាត់ថាកុំកុំនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីចំណុចពិសេសរបស់លោក Donnie Yen ដែលធ្វើឲ្យគាត់ក្លាយជាតារាសម្ដែងហុងកុងដ៏ល្បីបំផុតលំដាប់ Hollywood លោក Donnie Yen បានកើតនៅថ្ងៃទី27 ខែកក្កដាឆ្នាំ1963នៅទីក្រុងកុងជើនៃប្រទេសចិនចំពោះបរិសង្ហាដែលមានក្បាច់គុណពូកែរូបនេះគឺធ្លាប់បានរៀបការចំនួន2ដងហើយរៀបការចុងក្រោយនៅក្នុងឆ្នាំ2003ជាមួយនឹងអ្នកនាង Sissy Wang ចំពោះអាពាហ៍ពិពាហ៍ចុងក្រោយរបស់លោកនេះដែរគឺបង្កើតបានកូនចំនួន2នាក់ដែលមានប្រុសមួយនិងស្រីមួយមុននឹងចូលទៅដល់ចំណុចពិសេសដែលធ្វើឲ្យលោក Donnie Yen ក្លាយទៅជាតារាសម្ដែង Hollywood ដ៏ល្បីល្បាញបំផុតខ្ញុំនឹងមកសង្ខេបអំពីប្រវត្តិនៃការសម្ដែងរបស់លោកតាំងពីលោកចាប់ផ្ដើមចូលសម្ដែងរឿងតាំងពីឆ្នាំ1980ឬក៏ឆ្នាំ1990ភាពយន្តដំបូងដែល Donnie Yen ចេញសម្ដែងគឺមានចំណងជើងថា Dragon Taiji ហើយក្រោយមកលោកក៏បានធ្វើការជាមួយនឹង Yen Wuping ដែលជាអ្នកដឹកនាំភាពយន្តក្បាច់គុណដ៏ល្បីមួយរូបបន្ទាប់មកលោកក៏បានសម្ដែងជាតួអង្គអាក្រក់គឺឈ្មោះ Jet Li នៅក្នុងរឿង Once Upon a Time of China 2 Iron Monkey SPL Sao Pulang ហើយដំណាក់កាលដែលធ្វើឲ្យលោកល្បីល្បាញបំផុតនៅក្នុងវិស័យភាពយន្តនេះគឺនៅក្នុងឆ្នាំ2008ដែលលោកបានសម្ដែងនៅក្នុងភាពយន្តមួយដែលមានចំណងជើងថា IP Man ដែលនៅក្នុងភាពយន្តមួយនេះលោកបានសម្ដែងជាតួគ្រូ Wing Chun IP Manបានបង្ហាញក្បាច់គុណយ៉ាងលឿននិងមើលទៅវា realistic មិនមានការកាត់តឬក៏ប្រើប្រាស់នៅ CGI ដើម្បីជំនួយទេបន្ទាប់មកលោកក៏បានសម្ដែងនៅ IP Man 2 IP Man 3និង IP Man 4ខ្ញុំជឿថាបងប្អូននៅក្នុងប្រទេសកម្ពុជារបស់យើងសឹងតែមួយប្រទេសហើយដែលស្គាល់ភាពយន្តរបស់លោក Donnie Yen ឬក៏លោកកុំកុំដែលមានចំណងជើងថា IP Man មួយនេះដោយសារតែភាពយន្ត IP Man នេះហើយក៏បានធ្វើឲ្យលោក Donnie Yen បានក្លាយទៅជា International Action Star ចូលទៅក្នុងតារាលំដាប់ Hollywood ហើយចំណុចពិសេសដែលធ្វើឲ្យលោក Donnie Yen បានក្លាយទៅជាតារាសម្ដែងវាយតប់ដ៏ល្បីខ្លាំងបែបនេះក៏ដោយសារតែរូបគាត់គឺជាតារាសម្ដែងមួយរូបដែលមាននៅក្បាច់គុណពិតប្រាកដមែនរាល់ឈុតដែលគាត់សម្ដែងទាំងអស់គឺសុទ្ធសឹងតែជាការពិតមិនមានការកាត់តឬក៏ប្រើប្រាស់នៅ CGI ទេពោលគឺការវាយតប់របស់គាត់មានសភាពលឿននិងញាប់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាបានទស្សនាប្រកាសជាដឹងហើយនេះហើយគឺជាចំណុចពិសេសដែលធ្វើឲ្យលោកល្បីល្បាញខ្លាំងដល់ថ្នាក់នេះហើយជាពិសេសនៅពេលដែលលោកសម្ដែងម្ដងគឺមិនត្រូវការមានតួស្តាន់ច្រើនដើម្បីជំនួយទៅដល់ការសម្ដែងរបស់លោកទេពោលគឺលោកអាចសម្ដែងបានសឹងតែគ្រប់កលៈទេសៈទៅហើយបើនិយាយអំពីការសម្ដែងដែលមិនប្រើតួស្តាន់បែបនេះគឺយើងប្រកាសជានឹកឃើញដល់តារាសម្ដែងមួយរូបទៀតដែលគាត់មានឈ្មោះថាឈិនឡុងដែលយើងចំណាំហៅគាត់ថាឈិនឡុងនៅក្នុងប្រទេសកម្ពុជារបស់យើងហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងមកនិយាយអំពីប្រវត្តិរូបសង្ខេបរបស់លោកឈិនឡុងមួយទៀតដែលគាត់គឺជា idol របស់ខ្ញុំហើយអ្វីដែលសំខាន់ធ្វើឲ្យខ្ញុំស្រឡាញ់គាត់ក៏ដោយសារតែគាត់គឺជាតួសម្ដែងដែលមិនចូលចិត្តប្រើ stand ដូច Donnie Yen អញ្ចឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាជប់សិនអ្នកទាំងអស់គ្នាកុំភ្លេច follow Facebook នេះមួយផងដើម្បីទទួលបាននៅវីដេអូដែលនិយាយអំពីតារាសម្ដែងឈិនឡុងមួយរូបទៀត